លោកសំរងស៊ីដែលកំពុងនិរទេសខ្លួននៅក្នុងប្រទេសបារាំងកាលពីថ្ងៃម្សិលមិញបានទម្លាយសារមួយឲ្យសាធារណៈដឹងតាមរយៈអ្នកសារព័ត៌មាននៅក្នុងសារអ៊ីមែលរបស់ខ្លួនលោកសំរងស៊ីបានចោទលោកនាយករដ្ឋមន្ត្រីថាកំពុងតែព្យាយាមប្រើល្បិចដេញរូបលោកចេញពីគណៈបក្សសង្គ្រោះជាតិតាមរយៈសេចក្តីថ្លែងការណ៍ឬការសន្យាណាមួយដែលលោកកឹមសុខាបានធ្វើឡើងជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងសំណុំរឿងគ្រួសាររបស់លោកនិងថ្នាក់ដឹកនាំវៀតណាមយើងស្ដាប់សិនមេសាលោកសំរងស៊ីបានផ្ញើសេចក្តីព្រៀងសេចក្តីថ្លែងការណ៍មួយរបស់លោកកឹមសុខាមកកាន់អ្នកសារព័ត៌មានដែលបានបញ្ជាក់ថានេះគឺជាសេចក្តីថ្លែងការណ៍ដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ខំឲ្យប្រធានស្ដីទីគណៈបកប្រឆាំងធ្វើតាមជាសេចក្តីថ្លែងការណ៍ដែលតម្រូវឲ្យលោកកឹមសុខាចុះហត្ថលេខាតែម្នាក់ឯងនិងត្រូវបណ្ដេញចេញបុគ្គលណាក៏ដោយឲ្យតែបានប្រមាថទៅលើភរិយារូបលោកនិងកូនប្រុសច្បងរបស់លោកគឺលោកហ៊ុនម៉ាណែតថាជាកូនរបស់លោកលេដឹកថដែលជាអតីតមេដឹកនាំកម្ពុជារបស់វៀតណាមសេចក្តីថ្លែងការណ៍ដែលគ្រោងធ្វើឡើងតាំងពីមួយខែមុនគឺថ្ងៃទី7ធ្នូឆ្នាំ2016នោះបានសរសេរនៅក្នុងសំណេរដើមថាទង្វើដ៏ថោកទាបខាងលើពិតជាមិនអាចទទួលយកបានទេក្នុងនាមជាគណៈបក្សសង្គ្រោះជាតិនិងខ្ញុំផ្ទាល់សូមថ្កោលទោសជាសាធារណៈចំពោះក្រុមជនប្រមាថទាំងនេះប្រៀបបានទៅនឹងជនពាលនិងមិនស្មើសត្វដេរឆានហើយសាហាវជាងសត្វអសេរពិសដែលមានចរិតបំបែកបំបាក់និងមើលងាយមេដឹកនាំជាតិសាសន៍ខ្លួនឯងក្នុងករណីជនអកតេទាំងនេះជាសមាជិកគណៈបក្សសង្គ្រោះជាតិគណៈបកមានសិទ្ធិបណ្តេញចេញពីបកបន្ថែមពីនេះលោកសំរងស៊ីដែលបានបាត់តំណែងទីប្រធានក្រុមតំណាងរាស្ត្រភាគតិចឋានៈស្មើនាយករដ្ឋមន្ត្រីនិងកំពុងជាប់បណ្ដឹងវ័នកជាបន្តបន្ទាប់បានអះអាងថាក្រោយពេលដែលលោកកឹមសុខាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះរួចហើយលោកនាយករដ្ឋមន្ត្រីដែលជាបរិះខ្លាំងនិងប្រើប្រាស់ក្រុមរបស់ខ្លួនដែលលោកបានទិញនៅក្នុងជួរគណៈបក្សសង្គ្រោះជាតិឲ្យនិយាយមួលបង្កាច់រូបលោកនិងបង្ខំឲ្យលោកកឹមសុខាត្រូវតែអនុវត្តតាមសេចក្តីថ្លែងការណ៍យ៉ាងណាក៏ដោយសារអ៊ីមែលរបស់លោកសំរងស៊ីដដែលមិនបានបញ្ជាក់ថាតើនរណាគឺជាជនដែលលោកនាយករដ្ឋមន្ត្រីទិញបាននោះទេលោកអេងឆៃអៀងអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិបានអះអាងថាលោកមិនបានដឹងរឿងនៃការបែកធ្លាយនេះទេដែលលោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាបានបញ្ជាក់ថាគណៈបកក៏មិនដឹងរឿងនេះដែរប៉ុន្តែបើពិនិត្យទៅលើខ្លឹមសារដែលដឹងតាមបណ្ដាញសង្គមនិងសារព័ត៌មានរឿងដែលកំពុងតែផ្ទុះនេះគឺជាការខ្លាចខ្ទាតចេញពីបករបស់លោកសំរងស៊ីខ្លួនឯងហើយលោកសុកអេសានក៏បានដាក់ជាចម្ងល់ថាតើហេតុអ្វីបានជាលោកសំរងស៊ីទើបតែទន្លេសារនាពេលនេះគណៈដែលសេចក្តីថ្លែងការណ៍នេះគ្រោងធ្វើតាំងពីមួយខែមុនសម្រាប់សម្រួលទៅចំពោះការទន្លេសារដែលលោកសំរងស៊ីទន្លេឲ្យដឹងនេះគណៈបកប្រជាជនកម្ពុជាបានអះអាងថាជាការបង្កើតរឿងថ្មីរបស់លោកសំរងស៊ីនិងជាការការពារបកប្រហារពីអនុប្រធានខ្លួនឯង